បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានអឺអ្វីដែលថ្មីគឺចង់លើកយកកម្មវិធី software ថ្មីមួយដែលកម្មវិធីនេះឈ្មោះថា Affinity នេះគឺជាកម្មវិធីសម្រាប់អ្នក graphic design កម្មវិធីនេះគឺអាប់ដេតទំចេញមកពី2025នេះឯងកម្មវិធីនេះគឺពីមុនមកគឺក្រុមហ៊ុន Affinity នេះគឺមាន3កម្មវិធីកម្មវិធី Affinity Designer កម្មវិធី Affinity Photo និងកម្មវិធី Affinity Publisher តែបច្ចុប្បន្ននេះក្រុមហ៊ុនបានបញ្ចូលកម្មវិធី3នេះរួមគ្នាតែមួយដាក់ឈ្មោះថាកម្មវិធី Affinity នេះគឺកម្មវិធី Affinity នេះគឺត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Canva ហើយដូច្នេះហើយកម្មវិធីនេះគឺជាកម្មវិធីថ្មីដែលវាជាកម្មវិធីស្រាលកម្មវិធីថ្មីនេះគឺនិយាយទៅវាស្រួលប្រើជាងគ្រូប្រើជាងទូរស័ព្ទទៀតហើយកម្មវិធីថ្មីនេះគឺបានបើ download free download កម្មវិធីថ្មីគឺ download free ប្រើបានរហូតដោយមិនចាប់បាញ់បង់លុយលើកឡើងតែ Canva AI ទេកម្មវិធី AI ហើយបានត្រូវបង់លុយហើយកម្មវិធី Canva AI គឺបើយើងភ្ជាប់ជាមួយនឹង AI នេះភ្ជាប់ជាមួយ AI Canva AI នេះវាភ្ជាប់ជាមួយនឹង AI Studio បើតាមខ្ញុំគិតប្រហែលភ្ជាប់ជាមួយនឹង Google AI Studio ហើយបើសិនជាភ្ជាប់ជាមួយនឹង Google AI Studio ទៀតវារឹតតែស្រួលប្រើដោយសារយើងធ្វើបានលឿនហើយតើតងការភ្ជាប់ជាមួយនឹង AI តម្រូវបងប្អូនចេះប្រើកម្មវិធី AI ផងដែរហើយសម្រាប់ការភ្ជាប់ជាមួយនឹងកម្មវិធី AI ហ្នឹងគឺដូចជាមួយខែ$6ជាងហើយបើយើងភ្ជាប់ចាំឆ្នាំដូចជាតែ$23ទេហើយដូច្នេះហើយកម្មវិធីនេះគឺវាស្រាលមែនតូចចង់និយាយថាទំហំ space ទុកក្នុងកុំព្យូទ័រនោះតូចបើសិនបើយើង download មកគឺទំហំវាតែ500 MB ជាងទេប៉ុន្តែតពេលយើងទៅឡើងចូលក្នុងកុំព្យូទ័រវាមាន disk space ហាត់តែ1.20 ឬ1.30ខ្ញុំអត់ចាំច្បាស់តែកម្មវិធីនេះគឺជាកម្មវិធីថ្មីដែលវារចនាឡើងការ design គឺលក្ខណៈដូចជា Photoshop ដោយ Photoshop ហើយ Illustrator ហើយនឹងកម្មវិធីដូចនឹងកម្មវិធី Corel Draw ដូចកម្មវិធី Corel ដូច្នេះកម្មវិធីនេះគឺសរុបរួមមកគឺប្រើតែមួយតែម្ដងបើសិនជាយើងប្រើកម្មវិធី Photoshop ហើយយើងត្រូវការគឺក្រាបcomputer អីគឺយើងត្រូវប្រើកម្មវិធី Illustrator ហើយសម្រាប់កម្មវិធីថ្មីនេះគឺយើងមិនបាច់ចាំទៅប្រើកម្មវិធីអីច្រើនទេគឺយើងបើកតែកម្មវិធីមួយគឺយើងប្រើប្រាស់បានដូច្នេះវាចំណេញពេលវេលាដែលយើងបានទាំង design បានទាំងរូបភាពបានទាំងការគូរ vector graphic ផងដែរហើយកម្មវិធីនេះគឺវាស្រាលសម្រាប់អ្នករចនា graphic ដែលមានម៉ាស៊ីនកុំព្យូទ័រRAM ទាបចាប់ RAM ទាបត្រឹម 8GB ឬក៏ 16GB គឺវាដើរស្រួលដើរស្មូតស្រួលដូច្នេះហើយដើម្បីចាប់ផ្ដើមប្រើប្រាស់កម្មវិធីនេះសូមបងប្អូនជួយចុច like ជួយចុច subscribe ហើយនឹងចុចសញ្ញារូបកណ្ដឹងផងដើម្បីខ្ញុំរៀបចំធ្វើវីដេអូទាក់ទងនឹងការប្រើប្រាស់កម្មវិធី Affinity នេះបន្ថែមទៀតដើម្បីឲ្យទទួលបានចំណេះដឹងច្រើននេះហើយសម្រាប់ខ្ញុំមានបទពិសោធន៍ graphic design គឺច្រើនឆ្នាំហើយប៉ុន្តែខ្ញុំមិនដែលចេញជាវីដេអូចេញទេប៉ុន្តែដល់ពេលនេះខ្ញុំជិតដល់ឆ្នាំ2025គឺ2026នេះខ្ញុំនឹងធ្វើការចែកចំណេះដឹងដែលខ្ញុំមានដែលខ្ញុំរៀនដែលខ្ញុំចេះទៅបងប្អូនអរគ្នាដូច្នេះបងប្អូនគ្នាសូមជួយ like subscribe និងឲ្យញ៉ាំប្រាប់ដើម្បីមានចិត្តធ្វើវីដេអូបន្តទៀត
ហើយជាកញ្ចប់ផ្ដើមដំបូងបំផុតនោះខ្ញុំសូមណែនាំពី interface របស់កម្មវិធីAffinity នេះនៅខាងលើនេះគឺយើងហៅថាmenu bar ដូច Photoshop វាមាន menu bar នេះហើយនៅខាងក្រោមនេះគេហៅថា option មកជួនក្រោម option មាន vector pixel layout Canva AI retouching ហើយនិង color grading អញ្ចឹងវាមានថែមទៀតដូចជា typography ហ្នឹងគឺវាមានការកំណត់ទាក់ទងទៅនឹងអក្សរការកំណត់ទៅទាក់ទងនឹងអក្សរការកែសម្រួលទៅលើអក្សរច្រើនហើយវាមាន compositing ចឹង compositing ហ្នឹងគឺវាមាន library macro អញ្ចឹងទៅហើយនៅក្នុងlayout របស់វានៅក្នុង option របស់វាហ្នឹងគឺ option នេះគឺយើងសម្រាប់គូ graphic គូ vector ហើយ option នេះគឺយើងសម្រាប់ទៅលើទាក់ទងគូដែរក៏ដូចជាមានការកែសម្រាប់កែទៅលើរូបភាពច្រើនជាងកែទៅលើរូបភាពដូចជាវាមានដូចជាស្អីគេ adjustment brush មាន clear filter brush វាមាន clone brush ដូចនៅក្នុងវាមានអីគេ emerging នេះអាហ្នឹងគឺកម្មវិធីហ្នឹងគឺសម្រាប់យើងកែរូបភាពដូចនៅក្នុង Photoshop ហើយអានេះ vector នេះសម្រាប់យើងប្រើប្រាស់ដូចនៅក្នុង AI Illustrator ហើយនៅក្នុង layout នេះគឺយើងប្រើប្រាស់ setting Illustrator ដែរដូច Illustrator ដែរវាមានរូបភាពដាក់រូបភាពអីចឹងដែរនឹងមានច្រើនចឹងហើយវាមាន retouching នេះគឺយើងសម្រាប់កែពណ៌ភាពដូចនៅក្នុងកាមេរ៉ា RAW របស់ Photoshop ចឹងតាមកែពណ៌ហើយ color grading ក៏ចឹងដែរគឺយើងសម្រាប់ចាក់ពណ៌ឬក៏បដូរពណ៌ឲ្យបានទាំងអស់សម្រាប់កម្មវិធីនេះខ្ញុំស្រឡាញ់ទៅលើពណ៌ color វាគឺមើលទៅដូចជា smooth ហើយច្បាស់ជាងកម្មវិធី Photoshop ហើយនឹង Illustrator ប៉ុន្តែសម្រាប់ខ្ញុំទេប៉ុន្តែបងប្អូនធ្លាប់ design នៅក្នុងកម្មវិធី Illustrator ឬក៏ Photoshop មិនថាទៅអាយ៉ាងម៉េចអាចផ្លែងពីបងប្អូនប៉ុន្តែសម្រាប់ខ្ញុំគឺយល់ថា color វានៅក្នុងAffinity គឺវាមាន color វាច្បាស់តែនៅក្នុង Illustrator និង Adobe Photoshop ឥឡូវគឺវា update ដល់ version 2026 សម្រាប់ Photoshop នៅពី2026នេះគឺវាមានបញ្ចូលទៅលើ tool AI ច្រើនវាបញ្ចូលទៅលើ tool AI ច្រើនដែលខ្ញុំបានមើលហើយគឺវាមាន tool AI ច្រើនតែសម្រាប់ Photoshop version 2026គាត់ថា Photoshop នឹងវាធ្ងន់មែនទែនសម្រាប់version ចុងក្រោយនេះចង់និយាយថា Photoshop និង Illustrator វា space នៅក្នុង hard disk ចាប់ពី 5GB ឡើងហើយសម្រាប់កម្មវិធី Affinity នេះវាបូករួម3កម្មវិធីចូលគ្នាធ្វើជាកម្មវិធីតែមួយប៉ុន្តែវា space 3GB ជាងអញ្ចឹងវាគ្រប់គ្នាសម្រាប់បើប្រៀបធៀបជាមួយ Photoshop វា 5GB ជាងវាគ្រប់គ្នាមេឃនិងដីដូច្នេះហើយសម្រាប់បងប្អូនដែលជាអ្នក graphic design គឺបើសិនជាអាចចាប់យកកម្មវិធី Affinity វិញក៏បានដែរប៉ុន្តែហើយมันពិបាកប្រើគឺរបៀបប្រើគឺมันខុសពី Photoshop និង Illustrator គឺស្តីគ្នាដូច្នេះហើយខ្ញុំសូមបន្ថែមបញ្យល់បន្ថែមពី interface អញ្ចឹងខាងលើនេះគេហៅថា option សម្រាប់យើងជ្រើសរើសប្រើនៅលើ tool ណាហើយនេះគឺជាហៅថា toolbar ដូចនេះក្នុង Illustrator និង Photoshop ហើយនេះគឺ panel គេហៅថា panel color នេះគេហៅថា panel ដូចជា
layer វាមានលេខដូចជា layer ហើយវាមានដូចជា path brush path brush ហើយវាមានដូចជា quick fx ហ្នឹងវាស្តៀងនឹងquick fx ស្តៀងនឹងកម្មវិធីវាស្តៀងនឹង Photoshop ដែរមានដូចជា bevel មាន outline មាន 3D មាន inner shadow មានinner glow មាន color overlay ជាទៅច្រើនមានចឹងនេះគឺដូចក្នុង Photoshop ក៏មានអានឹងដែរដូច្នេះហើយគឺមានវាអត់បាក់ទៅចាំទៅmodern វាដូចជា modern ជាវិធី Photoshop នេះវាមាននេះ mask វាមាន layer mask វាមាន filter វាមាន adjustment វាមានអីគេ group layer វាមាន content layer មានអីចឹងដូចគ្នាដែរនេះអញ្ចឹងគឺល្អមែនតើបើសម្រាប់ខ្ញុំគឺល្អណាស់កម្មវិធីគឺ design ទៅអែមទៅ color វាស្អាតហើយស្រួលសេរី color ស្រួលសេរីពណ៌ទៀតមកទៅ color នេះមានច្រើនមានអីចឹងទៅបាទអញ្ចឹងវីដេអូនេះខ្ញុំសូមបញ្ចប់ប៉ុណ្ណេះដោយសារតែខ្ញុំអត់ចង់ធ្វើវីដេអូវែងពេកគឺយើងនឹងធ្វើនៅវីដេអូបន្តទៀតនៅពេលក្រោយដូច្នេះបងប្អូនសូមជួយចុច like និង subscribe ហើយសូមចុចញ៉ាំរូបកណ្ដឹង